សួស្តីធីមសំណុំគ្នាយើងតែនឹងក្រោកព្រឹកតិចដល់មកធ្វើការទៅដែរហើយក្រោកមកត្រូវឲ្យញ៉ាំបវរអាហ្នឹងបន្ទាប់មកយើងត្រូវកាហ្វេកៅសិនដើម្បីទ្របពោះដើម្បីមានកម្លាំងធ្វើការបន្ទាប់មកយើងក៏ជិះទៅកន្លែងធ្វើការដើម្បីទៅកន្លែងញ៉ាំបបរសិនព្រោះនៅកន្លែងលក់បបរនេះច្រើនពេកអញ្ចឹងយើងទិញទៅកន្លែងញ៉ាំបបរនៅកន្លែងការងារល្អចឹងយីសិតតែការងារមានអីធំដុំបើមានអីធំដុំមិនធ្វើកើតនិយាយលេងទេហើយមើលតែមុខទៅដឹងអូយបែរជាឆ្ងាញ់ណាស់មើលទៅឃ្លានណាស់ហើយនិយាយលេងយ៉ាងមិញបែរបានដាច់បាយយ៉ាងមិញដាច់បាយទៅអត់បានបាយបានអីអញ្ចឹងឯងក្រោកឡើងមកមានតែបវរហ្នឹងឯងមើលសកម្មភាពហ្នឹងតាលុកមែនបើញ៉ាំបវរអត់ចាក់ខ្វៃអត់ឆ្ងាញ់អត់មានជាតិជើហ្មងតែបវរមួយចាន 3000 ចាក់ខ្វៃ500អស់345កាហ្វេ free មានអីទៀតរោណាបានការងារនៅស្រុកខ្មែរយើងឲ្យយើងចេះសំចៃបន្តិចជាសល់ហើយកុំត្អូញត្អែបងប្អូននៅការងារនៅស្រុកយើងគឺបែបហ្នឹងឯងមួយថ្ងៃ 40000 50000ក៏យកបងប្អូនមិនដល់ថ្នាក់ហ្នឹងដល់តែ 35000 អីក៏យកដែរបងប្អូននៅស្រុកយើងបាច់ចាំតែថ្លៃទេយើងអាចធ្វើបានទាំងអស់បើសិនជាយើងចេះគ្រប់សពហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនទេកុំភ្លេចចុច like ចុច share ម្នាក់មួយផង